បងប្អូនអើយថ្ងៃនេះមកលេងអាដងមកផ្ដាច់រូបភាពដើម្បីឲ្យបងប្អូនបានឃើញណាបងប្អូនភ្នំអាដងមិនមែនជាភ្នំធម្មតាទេប៉ុន្តែជាកន្លែងដែលផ្ទុកនៅអត្តសញ្ញាណប្រវត្តិសាស្ត្រសាសនានិងជំនឿរបស់ខ្មែរអរិយពេលរាប់សតវត្សរ៍មកហើយភ្នំអាដងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺចម្ងាយប្រហែល40គីឡូម៉ែត្រពីរាជធានីភ្នំពេញភ្នំនេះមានកម្ពស់មិនខ្ពស់ពេកប៉ុន្តែមានទេសភាពស្រស់ស្អាតអាចមើលឃើញវាលស្រែភូមិឃុំនិងធម្មជាតិព័ទ្ធជុំវិញបានយ៉ាងច្បាស់នៅលើភ្នំមានស្ទូបមានវត្តអារាមជាច្រើនដែលជាកន្លែងសក្ការៈបូជារបស់ប្រជាពលរដ្ឋភ្នំអាដងគឺជារាជធានីចាស់របស់កម្ពុជាចាប់ពីសតវត្សទី17រហូតដល់ដើមសតវត្សទី19ព្រះមហាក្សត្រខ្មែរជាច្រើនអង្គបានគ្រងរាជ្យនៅទីនេះហើយក៏បានសាងសង់ស្ទូបនិងព្រះវិហារជាច្រើនទីនេះធ្លាប់ជាមជ្ឈមណ្ឌលនយោបាយសាសនានិងវប្បធម៌ដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រខ្មែរមុនពេលរាជធានីផ្លាស់ទៅភ្នំពេញភ្នំអាដងត្រូវបានចាត់ទុកជាទីសក្ការៈបូជាសម្រាប់ព្រះពុទ្ធសាសនានៅលើភ្នំមានស្ទូបដែលរក្សាទុកព្រះសារីរិកធាតុនិងអដ្ឋិធាតុរបស់ព្រះមហាក្សត្រប្រជាពលរដ្ឋជឿថាការឡើងសក្ការៈបូជានៅលើភ្នំអាដងនឹងនាំមកនូវសំណាងសុខភាពល្អនិងសេចក្តីសុខក្នុងជីវិតសប្តាហ៍ថ្ងៃភ្នំអាដងក្លាយជាទីទស្សនាទេសចរដ៏សំខាន់មួយអ្នកទេសចរអាចដើរឡើងជណ្ដើររយៈ100ជំហានដើម្បីដល់កំពូលភ្នំនៅពេលឡើងដល់ខាងលើអ្នកអាចសម្រាកមើលទេសភាពនិងថតរូបស្អាតៗជាពិសេសនៅពេលព្រឹកឬល្ងាចខ្យល់ត្រជាក់និងពន្លឺថ្ងៃធ្វើឲ្យទីនេះកាន់តែស្រស់ស្អាតភ្នំអាដងមិនត្រឹមតែជាកន្លែងទេសចរទេប៉ុន្តែជាសាលាប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់យុវជនខ្មែរការទស្សនាទីនេះជួយយើងយល់ពីអតីតកាលការតស៊ូនិងការរក្សាជាតិសាសនាព្រះមហាក្សត្រសរុបមកភ្នំអាដងគឺជាកន្លែងដែលបង្ហាញពីអត្តសញ្ញាណខ្មែរយ៉ាងច្បាស់ប្រសិនបើបងប្អូនមានឱកាសសូមទៅទស្សនាភ្នំអាដងម្ដងយ៉ាងហោចណាស់បើសិនជាអាចដើម្បីគោរពប្រវត្តិសាស្ត្រស្វែងយល់វប្បធម៌និងសម្រាប់ចិត្តជាមួយធម្មជាតិសូមអរគុណបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះសូមជួយ like share ហើយនិង comment